លោកអនុទិនគឺខឹងខ្លាំងមែនទែននៅពេលដែលមានមតិបានលើកឡើងថាការរៀបចំព្រឹត្តិការណ៍ SEA Games លើកទី33នៅថៃគឺអន់ជាងព្រឹត្តិការណ៍ SEA Games លើកទី32ដែលរៀបចំដោយកម្ពុជាហើយក៏ថែមទាំងបានលើកឡើងថាព្រឹត្តិការណ៍នៃការរៀបចំជាផ្លូវការគឺមិនទាន់កើតឡើងទេបាទអញ្ចឹងក៏មិនអាចវិនិច្ឆ័យថាខាងណាខ្លាំងជាងខាងណាបើខ្សោយជាងដែរអញ្ចឹងមានតែបារងចាំមើលសិនអញ្ចឹងណាបងប្អូនយើងប៉ុន្តែបើមុននឹងបើចាប់ផ្ដើមបាននៃការសម្ពោធជាផ្លូវការនោះក៏មានកំហុសឆ្គងមកធំដែលអ្នកគ្រប់គ្រងឃើញគឺសង្កាត់ចិត្តតែបងប្អូនយើងបាទទី1នោះគឺបើការមិនបានបាចាក់បាននៅភ្លេងជាតិនៅពេលដែលក្រុមជម្រើសជាតិបាឡាវបាទត្រូវប៉ះនឹងវៀតណាមបងប្អូនយើងហើយទី2នោះគឺបើភ្លើងនៅ start គឺមានការដាច់បាទច្រើនមែនទែនបងប្អូនបាទសម្រាប់ភ្លើងបាទហើយទៀតនោះគឺបើការស្វាគមន៍បាទផ្ទាំងសម្រាប់បាទការស្វាគមន៍ពិធីនៃព្រឹត្តិការណ៍ SEA Games នោះគឺបាទរូបម្ចាស់ឧបត្ថម្ភគឺបាទធំជាងរូបបាទនៃព្រឹត្តិការណ៍បាទ SEA Games ទៅទៀតបាទអញ្ចឹងធ្វើឲ្យអ្នកគ្រប់គ្រងនោះគឺរិះគន់បាទខ្លាំងមែនទែនហើយសំបីតែបាទរូបនៃការបាទផុសបាទក្នុងពេជ្រជាផ្លូវការរបស់បាទ SEA Games នោះក៏បាទថៃក៏បាទប្រើប្រាស់នៅរូបបាទ AI ទៅទៀតបងប្អូនយើងអត់បានមក design ផ្ទាល់ទេបាទគឺបាទប្រើប្រាស់បាទរូប AI យកតែម្ដងហើយមួយទៀតនោះគឺបាទអ្នកគ្រប់គ្រងបាទនៅថៃផ្ទាល់បងប្អូនយើងបាទគាត់បាទកក់សម្បត្តិបាទតាម app ណាប៉ុន្តែបើជាទៅមើលកៅអីអង្គុយជាស្ដែងគឺបើមានតែស៊ីម៉ងទេបងប្អូនយើងបើអត់មានកៅអីទេនេះគឺមិនទាន់បាទចាប់ផ្ដើមជាផ្លូវការផងគឺមានបញ្ហាប៉ុណ្ណឹងបងប្អូនយើងបាទកក់តាម app គឺមានកៅអីត្រឹមត្រូវប៉ុន្តែទៅដល់កន្លែងផ្ទាល់បើជាបើមានតែស៊ីម៉ងបើអត់កៅអីបាទអញ្ចឹងគឺបញ្ហាគឺច្រើនទេបងប្អូនយើងបាទអញ្ចឹងយើងមានតែបរងចាំមើលសិនបាទព្រឹត្តិការណ៍ចាប់ផ្ដើមផ្លូវការទី9បងប្អូនយើងប៉ុន្តែពេលនេះគឺបញ្ហាមកប៉ុណ្នេះហើយមើលទៅមុខទៀតនឹងមានបញ្ហាប៉ុណ្ណាបាទអរគុណ